ហើយគេមុនខ្ញុំទៅដល់ច្រកលៀងនៅពោធិ៍សាត់មានផ្លូវដូចផ្លូវលេខ10អត់ដឹងជិះកាត់ទៅហើយចាក់ចូលខ្ញុំទៅមើលកន្លែងនោះសហគមន៍ប្រជាពលរដ្ឋគាត់បង្កើតជាសហគមន៍ទេសចរអ្នកនៅមូលដ្ឋាននឹងហើយការតភ្ជាប់ផ្លូវគឺធ្វើឲ្យសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនិងប្រជាពលរដ្ឋរកឱកាសបង្កើតជីវភាពរស់នៅបើបូកជាតម្លៃនៃសេដ្ឋកិច្ចវាច្រើនជាង$188 លានវាបានរាប់ពាន់លាន$ពីចំណូលចូលប្រជាពលរដ្ឋនិងឱកាសការងារនិងឱកាសធ្វើទីផ្សាររបស់ប្រជាពលរដ្ឋនៅមូលដ្ឋានហើយផ្លូវ41បុកទៅផ្លូវ44ផ្លូវ44ក្រោយពីធ្វើតភ្ជាប់ទៅអូរ៉ាល់រោងចក្របង្កើតនៅទីនោះមកកកោពីមុនអត់សូវមានតែឥឡូវគេចាប់ផ្ដើមទៅដោយសារប្រព័ន្ធដឹកជញ្ជូនកាន់តែល្អវាស្រួលបើគ្មានភ្លើងគ្មានផ្លូវគេមិនទៅទេសំបីតែអ្នកធ្វើការក៏ពិបាកដែរបងប្អូនខ្លះគាត់មិនទៅធ្វើការបើកន្លែងហ្នឹងពិបាកទៅធ្វើទៅណៅវល់ល្ងាចបានទៅដល់អត់មានពីណាទៅទេតែដោយសារយើងធ្វើផ្លូវនេះហើយនេះបានយើងថាផ្លូវជាអាទិភាពទី2ដែលខ្ញុំតែងនិយាយថាបើទៅដឹងកូនគេម៉ែគេថាអត់ផ្លូវទេអាវ៉ាចប់ហើយគឺមានផ្លូវមានសង្ឃឹមមានផ្លូវផ្ដល់ឱកាសឲ្យប្រជាពលរដ្ឋអាចប្រើការច្នៃប្រឌិតរបស់គាត់ទាញយកផលសេដ្ឋកិច្ចចូលកប៉ៅរបស់គាត់មានផ្លូវទាញការវិនិយោគដើម្បីផ្ដល់ឱកាសការងារតម្លាក់លុយរាប់ពាន់លាន$ចូលទៅខេត្តកំពង់ស្ពឺខេត្តផ្សេងទៀតនេះហើយគឺជាការវិនិយោគទៅលើផ្លូវរបស់យើងបាទដែលជាអាទិភាពទី2នៃគោលនយោបាយចតុកោណនៅឥឡូវបញ្ចកោណដំណាក់កាលទី1